អាញាធរខេត្តបញ្ជាក់ថាគិតមកទល់ពេលនេះសន្តាគារផ្ទះសំណាក់មួយចំនួនក្នុងក្រុងសៀមរាបបានទទួលការកក់ពីភ្ញៀវជាបណ្ដើរអាញាធរខេត្តសៀមរាបបានបញ្ជាក់ថាគិតមកត្រឹមថ្ងៃនេះសន្តាគារផ្ទះសំណាក់នៅតាមផ្លូវធំៗនៃក្រុងសៀមរាបត្រូវបានភ្ញៀវកក់ទុកជាបណ្ដើរហើយខណៈអាញាធរអំពាវនាវកុំឲ្យមានការដំឡើងថ្លៃសេវាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះលោកងើសេងកាអភិបាលរងខេត្តបានឲ្យដឹងនៅថ្ងៃទី2ខែមេសានេះថាផ្ទះសំណាក់និងសន្តាគារខ្នាតតូចខ្នាតមធ្យមនៅតាមដងផ្លូវធំពួកគាត់ទទួលបានកក់បន្ទប់ស្នាក់នៅស្ទើរតែពេញអស់ហើយប៉ុន្តែសម្រាប់សន្តាគារផ្ទះសំណាក់នៅតាមផ្លូវតូចឬកន្លែងជាយក្រុងដែលមិនសូវគេមើលឃើញអាចនៅសល់បន្ទប់ខ្លះប៉ុន្តែទោះបីយ៉ាងនេះលោកថាអាចនឹងអស់បន្ទប់នៅថ្ងៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តចូលមកដល់ប៉ុន្តែក្រុមប្រតិបត្តិការទេសចរបានត្រៀមបន្ទប់ម៉ាស្សាជាច្រើនទៀតព្រមទាំងមាន home stay នៅតាមសហគមន៍ផងដែរដែលអ្នកទេសចរស្នាក់នៅជាលក្ខណៈគ្រួសារលោកក៏បានសំណូមពរដល់ប្រតិបត្តិការទេសចរក៏ដូចជាម្ចាស់សន្តាគារផ្ទះសំណាក់ទាំងអស់ក្នុងក្រុងសៀមរាបសូមបន្តនិរន្តរភាពរបស់ខ្លួនឲ្យបានល្អជូនអតិថិជនដោយមិនដំឡើងថ្លៃសេវាណាមួយរួមទាំងសេវាម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខសេវាយើងបានរៀបចំរួចហើយបងប្អូនអ្នកសៀមរាបយើងនេះគឺគាត់ទទួលទាំងអស់គ្នាជារៀងរាល់ឆ្នាំរឿងព្រឹត្តិការណ៍គាត់មិនដែលបានដំឡើងថ្លៃទេខ្ញុំសូមនិយាយរឿងដំឡើងថ្លៃបន្តិចដោយសារការស្នាក់នៅរបស់ភ្ញៀវបរទេសខុសពីខ្មែរយើងកាលណាបន្ទប់ក្រែ2វាច្រើនតែ5នាក់ឬ4នាក់បាទអញ្ចឹងបន្ទប់ក្រែ2គេឲ្យគេ2បាទគាត់រុញក្រែចូលដេកបាន5នាក់បាទទឹកភ្លើងដូចគ្នាអញ្ចឹងការឡើងថ្លៃវាអាចក្នុងកម្រិត5រៀល10រៀលនេះជារឿងធម្មតាគាត់លក់30គាត់ឡើង40អាហ្នឹងវាមិនមែនជារឿងខុសទេដោយសារបន្ទប់ដែលគេឲ្យគេហ្នឹងតែ2យើងដាក់ដល់4បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តនៅខែមីនាឆ្នាំ2025នេះការធ្វើអាជីវកម្មទេសចរក្នុងខេត្តមានចំនួន1425កន្លែងក្នុងនោះសន្តាគារមានចំនួន224កន្លែងស្មើនឹង13516បន្ទប់សន្តាគារបានបើកដំណើរការមានចំនួន183កន្លែងស្មើនឹង9907បន្ទប់ចំពោះផ្ទះសំណាក់ដែលកំពុងដំណើរការមានចំនួន302កន្លែងស្មើនឹង4681បន្ទប់